យើងមិនមែនកើតមកដើម្បីប្រើប្រាស់ជីវិតយើងនេះឲ្យត្រូវចិត្តអ្នកដទៃគ្រប់គ្នានោះឡើយប៉ុន្តែយើងប្រើនៅជីវិតនេះឲ្យមានតម្លៃនិងមានប្រយោជន៍ជាទីបំផុតតាមរបៀបរបស់យើងអ្នកណាមានអ្វីប៉ុណ្ណាអ្វីទាំងអស់នោះគឺសុទ្ធតែស្ថិតនៅក្នុងការដឹងគឺវិញ្ញាណរបស់អ្នកនោះទាំងអស់ដូច្នេះទោះជាមហាសេដ្ឋីមានទ្រព្យច្រើនយ៉ាងណាក៏មានត្រឹមតែនៅក្នុងចិត្តគិតដោយការពេញចិត្តប៉ុណ្ណោះប៉ុន្តែបើយើងបានស្ងប់នៅក្នុងចិត្តតាមផ្លូវព្រះធម៌ហើយតើមានអ្វីដែលយើងពិសេសជាងការស្ងប់ចិត្តទៅទៀតនោះយើងតែងឮអ្នកនេះអ្នកនោះពោលថាក្រឬខ្វះខាតដោយច្រើនគឺជាការខ្វះខាតក្នុងចិត្តឬដោយការប្រៀបផ្ទឹមនឹងសទ្ធិទីកន្លែងខ្លះធ្វើឲ្យនឹកស្រណោះដល់អតីតកាលបទភ្លេងខ្លះពាក្យពោលខ្លះធ្វើឲ្យយំស្រក់ទឹកភ្នែករូបខ្លះរឿងខ្លះធ្វើឲ្យការទុកតាមពិតទាំងអស់នេះមកអំពីវិធីគិតខ្លួនឯងទេតើដែលធ្វើឲ្យចិត្តកាត់ទុកសេចក្តីស្នេហាមិនថាត្រូវបញ្ចប់ទៅបែបណានោះទេត្រូវចាំថានៅពេលដែលចាប់ផ្ដើមកើតគឺវារមែងស្រស់ស្អាតបីដូចជាបុប្ផាសួគ៌ដូច្នោះឯងនៅពេលស្នេហាកើតហើយវាបានបង្ហាត់យើងឲ្យស្គាល់ចំណងលោកីដោយសេចក្តីសប្បាយបង្ហាត់យើងឲ្យស្គាល់ការឈឺចាប់នៃបេះដូងទីបំផុតគឺវាបានបង្ហាត់បង្រៀនយើងឲ្យចេះលះបង់បើឆាប់លះបានសេចក្តីទុក្ខក៏ឆាប់ចេញទៅវិញដែរ